MG Cyberster គឺជារថយន្តស្ពណ៌ប្រភេទបើកដំបូលបាន Convertible ទ្វារពីរដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធវាមានភាពល្បីល្បាញដោយសារការរចនាដ៏ទាក់ទាញនិងទ្វារបើកឡើងលើបែប Sensor Doors ដូចរថយន្តស្ពណ៌កម្រិតខ្ពស់ Supercar ដោយវាបានរួមបញ្ចូលគ្នានូវទម្រង់រថយន្ត Roadster បែបបុរាណរបស់ចក្រភពអង់គ្លេសជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីដ៏ទំនើបចំពោះសមត្ថភាពមានជម្រើសទាំងប្រព័ន្ធបើកបរដោយកង់ក្រោយ OWD និងប្រព័ន្ធបើកបរដោយកង់ទាំង4 AWD Model GT កម្រិតខ្ពស់បំផុតដែលប្រើម៉ូទ័រ2 Dual Motor ផ្ដល់កម្លាំងជាង510សេសនិងអាចបង្កើនល្បឿនពី0ទៅ100គីឡូម៉ែត្រក្នុង1ម៉ោងក្នុងរយៈពេលត្រឹមតែ 3.2 វិនាទីតែប៉ុណ្ណោះលក្ខណៈពិសេសនៃការរចនាបំពាក់ដោយទ្វារបើកឡើងលើបែប Sensor Door ដែលដំណើរការដោយប្រព័ន្ធអគ្គិសនីនិងដំបូលទន់ Soft Top ដែលអាចបើកឬបិទបានក្នុងពេលកំពុងបើកបរចំពោះថ្មនិងចម្ងាយបើកបរបំពាក់ដោយថ្មទំហំ77គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយជាក់ស្ដែងប្រហែល350ទៅ450គីឡូម៉ែត្រសម្រាប់ការសាកថ្មពេញម្ដងវាគាំទ្រការសាកថ្មល្បឿនលឿនប្រភេទ DC ដែលអនុញ្ញាតឲ្យសាកថ្មពីកម្រិត 10% ទៅ 80% ក្នុងរយៈពេលតិចជាង40នាទីសម្រាប់ទិដ្ឋភាពកាន់តែច្បាស់អំពីការរចនាផ្នែកខាងក្រៅនិងទ្វារបែប Sensor Doors ដ៏ពិសេសរបស់ Cyberster ផ្នែកខាងក្នុងនិងបច្ចេកវិទ្យាផ្នែកខាងក្នុង Cabin មានការរចនាដែលផ្ដោតលើអ្នកបើកបរដោយមានអេក្រង់ចំនួន3និងកៅអីអង្គុយដែលមានផាសុកភាពនិងផ្ដល់ការទ្រទ្រង់រាងកាយបានល្អបច្ចេកវិទ្យានិងផាសុកភាពរួមមានអេក្រង់កណ្ដាលសម្រាប់គ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់និងជម្រើសនៃការបើកបរកៅអីមានមុខងារក្តៅជាស្តង់ដារនិងប្រព័ន្ធ Adaptive Cruise Control សម្រាប់ការបើកបរផ្លូវឆ្ងាយកន្លែងដាក់អីវ៉ាន់ក្លុបខាងក្រោយអាចដាក់កាបូបអីវ៉ាន់ទំហំស្តង់ដារ23លីត្របានចំនួន2យ៉ាងងាយស្រួលសម្រាប់បទពិសោធន៍នៃការបើកបរសម្រាប់ការគ្រប់គ្រងដោយសារប្រព័ន្ធបូម Suspension ទន់វាដំណើរការបានយ៉ាងល្អឥតខ្ចោះក្នុងនាមជារថយន្តប្រភេទ Grand Touring GT សម្រាប់ការបើកបរលំហែនិងការបើកបរក្នុងតំបន់នៅថ្ងៃចុងសប្តាហ៍សម្រាប់ទម្ងន់ដោយសារមានកញ្ចប់ថ្មអគ្គិសនីធ្ងន់អ្នកអាចនឹងមានអារម្មណ៍ថាមានទម្ងន់របស់រថយន្តនៅពេលបើកបរក្នុងល្បឿនលឿនតាមផ្លូវកោងតូចចង្អៀត